Bạnជំរាបសួរហើយក៏សួស្តីដល់បងប្អូនទាំងអស់គ្នាតែងតែតាមដាននិងអង្គុយចុច like វីដេអូខ្ញុំហ្នឹងហើយអរគុណច្រើនដល់បងប្អូនទាំងអស់គ្នាហ្នឹងហើយជូនពរបងប្អូនសុខភាពល្អហ្នឹងហើយទៅណាមកណាសូមមានសុវត្ថិភាពទាំងអស់គ្នាអញ្ចឹងណាបងប្អូនទាំងអស់គ្នាឥឡូវនេះបងប្អូនមកចូលរួមហូបជាមីជាមួយខ្ញុំហ្នឹងហើយបែបស្រុកស្រែមានទេមានតែប៉ុណ្្នឹងហើយបងប្អូនហូបមីជាមួយបន្លែប្លុកយើងធម្មជាតិអញ្ចឹងបងប្អូនហ្នឹងហើយដោយសារតែយើងហេវហត់អស់កម្លាំងចេញធ្វើការមកក៏បានមីមកស៊ុបមកក្តៅកម្ទេសហឹលរត់តែជាតិរត់តែឆ្ងាញ់អញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយដាក់ពីមួយចានគ្រូងតែម្ដងហ្នឹងហើយដោយសារតែហេវហ្នឹងហើយបងប្អូនមកចូលរួមហូបជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយដោយសារតែយើងចង់អញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងចង់យើងហេវហូបអ្វីក៏ឆ្ងាញ់ដែរឲ្យតែយើងមានអញ្ចឹងណាសម្រាប់ខ្ញុំហ្នឹងហើយតែបងប្អូនខ្ញុំមិនដឹងទេបងប្អូនចូលចិត្តឬក៏មិនចូលចិត្តក៏ខ្ញុំមិនដឹងដែរដែលនេះសម្រាប់ខ្ញុំមានតែហូបស៊ុបក្តៅព្រោះអីម៉ែគាត់ធ្វើស៊ុបបងប្អូនទាំងអស់គ្នាហ្នឹងហើយដោយសារមួយរយៈនេះរវល់ហ្នឹងហើយរវល់ពីការងារផងសម្រាប់ពីការងារក៏យើងឆ្លៀតទៅស្រែដកឆ្មៅស្រូវអញ្ចឹងណាបងប្អូនហ្នឹងហើយកុំឲ្យវាសម្បូរស្រូវសម្បូរស្មៅសម្បូរអីពេកហ្នឹងហើយតាស្មៅដុះទៅស្រូវយើងអត់សូវបានផលទេបងប្អូនហ្នឹងហើយអញ្ចឹងហើយយើងទៅឆ្លៀតទៅដកស្មៅដកអីនៅស្រែនៅអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយយើងក៏ឆ្លៀតជួយបូមទឹកបូមអីដាក់ស្រែដាក់អីចឹងទៅហ្នឹងហើយបាជីបាច់អីហ្នឹងហើយដូចបងប្អូនបានទស្សនាវីដេអូខ្ញុំពីមុនហ្នឹងហើយទៅស្រែទៅដកស្មៅដកអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយក៏យើងដកស្មៅដកអីរួចរាល់ហើយក៏យើងឡើងវីស្រែវីស្រូវមកដាក់មីមួយចានក្តៅស៊ុបកំពុះក្រាក់ទៀតអូទំនងជាតិណាបងប្អូនហើយហ្នឹងហើយចេញពីស្រែមកកំពុងតែហត់ផងបានស៊ុបមីក្តៅអូជាតិណាបងប្អូនដាក់ប្រហិត4 5អូទំនងជាតិអែមទីហឹលអញ្ចឹងណាបើសិនជាបានតែជាយើងទៀតពិតជាឆ្ងាញ់ត្រូវគ្នាតែម្ដងបងប្អូនតែណាមានអីដាក់មីអស់មួយចានទាំងពោះងាងហូបអីលេងកើតដែរបងប្អូនហើយហូបយូរឆ្អែតតែមែនតែនហ្នឹងហើយពួកអីមិនងាយបានហូបទេយូរម៉ែគាត់ធ្វើស៊ុបម្ដងអញ្ចឹងណាហ្នឹងហើយចឹងហើយយើងត្រូវតែដាក់ឲ្យណានៃតែម្ដងឲ្យទាំងពោះអេសតែម្ដងអញ្ចឹងណាបងប្អូនអ្នកគ្នាហ្នឹងហើយអរគុណបងប្អូនតែងតែតាមដានទស្សនាវីដេអូខ្ញុំទាំងអស់គ្នាហ្នឹងហើយជួយ like ជួយ comment ជួយ share វីដេអូចុចតាមដានខ្ញុំម្នាក់មួយផងបាទហ្នឹងហើយដើម្បីឲ្យមានវីដេអូបន្តអញ្ចឹងណាមានកម្លាំងចិត្តផលិតវីដេអូបន្តអញ្ចឹងណាបងប្អូនហ្នឹងហើយជូនពរបងប្អូនសុខភាពល្អជួបគ្នានៅវីដេអូក្រោយទៀតបាយបាទ